ជំរាបសួរដល់អតិថិជន Ford ទាំងអស់គ្នាថ្ងៃនេះខ្ញុំឡើងមកបង្ហាញអំពីការកំណត់ប្រាំងអូតូទៅលើ model Ford Trotri 2023 2024 និង 2025 ដើម្បីកំណត់ប្រាំងអូតូបានអ្នកទាំងអស់គ្នាត្រូវយល់ថាប្រាំងអូតូគឺជា service មួយដែល Ford បំពាក់ទៅលើ model Ford Trotri Ford Pickup Everest និង Raptor ដែលជា option មួយដែលនៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរទៅខាងមុខឬក៏អ្នកទាំងអស់គ្នាអាយ៉ៃទៅក្រោយនៅពេលដែលរ៉ាដានៅលើឡានដែលចាប់បានឧបសគ្គមួយនឹងគឺវាជួយចាប់ប្រាំងអូតូកុំឲ្យរថយន្តរបស់យើងទៅប៉ះនឹងឧបសគ្គមួយនឹងដើម្បីកំណត់ប្រាំងអូតូបានអ្នកទាំងអស់គ្នាជួយបញ្ឆេះឡានមួយបន្ទាប់មកអ្នកទាំងអស់គ្នាជួយកលេចមើលទៅខាងស្ដាំដៃនៅលើ screen កណ្ដាលអ្នកទាំងអស់គ្នាច្បាស់ជាឃើញពាក្យ Physical Safety អ្នកទាំងអស់គ្នាជួយចុចទៅលើoption មួយហ្នឹងហើយអ្នកទាំងអស់គ្នាជួយជ្រើសរើសពាក្យ LCW Sensitivity Setting មកដល់ចំណុចមួយហ្នឹងគឺវាមាន3ខាង High Medium ហើយនិង Low អ្នកទាំងអស់គ្នាត្រូវតែយល់ថា High គឺជា option មួយដែលយើងប្រើប្រាស់ទៅលើស្ថានភាពផ្លូវ highway ដែលពេលដែលអ្នកធ្វើដំណើរកង់ទឿ30ចុះខំដល់ពេលអ្នកធ្វើដំណើរគឺមានឧបសគ្គនៅខាងមុខចម្ងាយប្រហែលជា10ម៉ែត្រគឺវាចាប់ប្រាំងអូតូហើយ media គឺជា option មួយដែលយើងប្រើប្រាស់ទៅលើស្ថានភាពផ្លូវដែលទីប្រជុំជនដែលគ្មានការកកស្ទះច្រើនដែលប្រាំងអូតូមួយហ្នឹងគឺវាអាចចាប់ប្រាំងចន្លោះពី5ម៉ែត្រចុះក្រោមហើយខាង low គឺជា option មួយដែលយើងប្រើប្រាស់ទៅលើស្ថានភាពផ្លូវទីប្រជុំជនដែលមានការកកស្ទះច្រើនដូចជារាជធានីភ្នំពេញជាដើមគឺមានថាដល់ពេលដែលយើងធ្វើដំណើរហើយមានឧបសគ្គមួយនៅខាងមុខរ៉ាដាវាចាប់បានចម្ងាយប្រហែលជា1ម៉ែត្រឬក៏2ម៉ែត្រគឺoption មួយហ្នឹងគឺវាចាប់ប្រាំងអូតូជូនអតិថិជនហើយការកំណត់ប្រាំងអូតូគឺមានតែប៉ុណ្្នឹងទេសូមអរគុណ